ที่ការភ្ជាប់ជាមួយនឹងទូរស័ព្ទ Samsung ឬក៏ប្រភេទទូរស័ព្ទ Android អញ្ចឹងបងចូល app បន្ទាប់ពីចូល app អូសមកក្រោមចូលខាសបន្ទាប់ពីចូលខាសយើងឃើញ iOS Wi-Fi Mirror តែយើងអត់យកទេយើងយក Android Mirroring អញ្ចឹងយក open វាមកចុចមកក្រោម open មានន័យថាបើកវាមកយើងយកទូរស័ព្ទរបស់យើងអូសពីលើចុះក្រោមយកពាក្យថា Smart View ពេលដែលឃើញយើងយក Smart View យើងចុចលើ Smart View នឹងមកចាំវាបន្ទោនោះវា load device ដែលយើងចង់ភ្ជាប់ហើយយើងចុចលើ device នឹងមកបន្ទាប់ពីចុចហើយយើងចុចលើពាក្យ start now នេះខ្ញុំចុចណាបន្ទាប់យើងចុចហើយនោះវាឃើញ start now ហើយបន្ទាប់ពីឃើញ start now យើងចុចលើ start now នឹងមួយទៀតបន្ទាប់ពីចុចលើ start now នឹងមួយទៀតហើយយើងចាំវាមួយសន្ទុះសិនបន្ទាប់ពីចាំវាមួយសន្ទុះយើងប្រកាសជាឃើញអេក្រង់ទូរស័ព្ទរបស់យើងហើយនឹងអេក្រង់កុំព្យូទ័ររបស់យើងច្រឡំបច្ចេកទ័ររបស់យើងគឺដូចគ្នាឃើញទេអញ្ចឹងទូរស័ព្ទបងចង់បង្ហាញអីបច្ចេកទ័រនឹងក៏បង្ហាញនឹងដែរតែដោយសារតែទូរស័ព្ទខ្ញុំបញ្ឈរអញ្ចឹងរូបភាពក៏វាចេញបញ្ឈរដែរបើទូរស័ព្ទបងដាក់ប្តេកទៅវានឹងប្តេកទៅតាមទូរស័ព្ទអី